ទៅទៅមកហើយគេថាវាញខំមិនអីទៅជំនួយចាត់បានទេចង់និយាយថាចេះយើងជំនួយទៅការគេតែគាត់ថាយើងអត់លេងចង់ដៃការគេយើងឆ្លៀតមករុញដីបន្តិចមកបាន100000អីទៅមិនបានរួចចង់ដៃការគេយល់អត់មានអត្រាគឺស្រួលចឹងយល់ទេហើយមួយទៀតបងប្អូនដែលគាត់ថាចង់ប្រើអត្រា3-40000ណាមើលផលិតផលផងផលិតផលមកពីប្រភពណានាំចូលដោយក្រុមហ៊ុនអីមានការទទួលស្គាល់ពីក្រសួងមានអាជ្ញាប័ណ្ណអីត្រឹមត្រូវក៏មកដែលមកតាអត្រាដល់ពេលគ្រឿងបន្លាស់អត់មានណាអត់មាននាំមកហ្នឹងអញ្ចឹងហើយមួយទៀតតាមទៅពុកម៉ែបងប្អូនថាចេះយើងដូច3-40000មិនងាយរកទេអញ្ចឹងមុននឹងយើងទិញរបស់យកមកប្រើប្រាស់យើងមើលឲ្យច្បាស់ថាផលិតផលហ្នឹងមានគុណភាពអត់ហើយទី1ខ្ញុំឃើញខ្ញុំថតរាល់ថ្ងៃហ្នឹងមិនមែនគេជួលខ្ញុំទេបងប្អូនគ្រាន់តែជាវីដេអូកំសាន្តឲ្យបងប្អូនមើលលេងអញ្ចឹងទៅហើយទី2របស់គេវាមានគុណភាពអញ្ចឹងអ្វីដែលខ្ញុំថតទៅវាអត់អីទេដោយសារតែផលិតផលមានគុណភាពអញ្ចឹងទៅខ្ញុំថតទៅបងប្អូនក៏ឃើញថាទិញតាមទៅយកទៅប្រើទៅវាបានផលល្អវាបានថាបានគុណភាពបាននៅការថែទាំការធានារ៉ាប់រងអីត្រឹមត្រូវអញ្ចឹងណាបើតែវាថ្លៃមែនប៉ុន្តែគាត់ថាដូចខ្ញុំអញ្ចឹងទៅនៅទៅរៀបចំទៅការគេអត់លុយអូអីគាត់នេះគាត់ចិត្តការកូនអញ្ចឹងទៅគាត់ជួលមកឈូសឆាយឆ្មៅអញ្ចឹងទៅគាត់ឲ្យ30-40រៀលអីមិនរួចចង់ដៃការគេ100អញ្ចឹងហើយប្រេងអស់តែប៉ុន្មានលីត្រដល់5លីត្រហ៎ដីប៉ុណ្ណឹងសំខាន់គឺវាធំតែមានទេប៉ុន្តែវាស៊ីប្រេងតិចចង់និយាយអញ្ចឹងហើយអានេះមិនមែនជាផលិតផលបោះចោលទេអានេះផលិតផលនេះគឺផលិតផលរបស់អាមេរិកហ្នឹងអញ្ចឹងអ្វីដែលខ្ញុំថតឲ្យបងប្អូនមើលនេះគឺសិតតែមានគុណភាពហើយបានខ្ញុំថតហើយបើសិនជាអត់មានគុណភាពខ្លាចបងប្អូនទិញតាមខ្ញុំទៅវាខុសមិនលុយ3-40000មិនងាយរកទេហើយតែខុសហើយគឺមិនងាយរកលុយមិនងាយរកសងទេអញ្ចឹងអ្វីបើយើងចាយឲ្យចំគោលដៅអនវាអូខេទទួលបានថាយើងបាត់តែថ្លៃមែនប៉ុន្តែយើងទិញមកឲ្យត្រូវចិត្តរបស់យើងថាអូទិញមកយកមកប្រើឲ្យសមនឹងកម្លាំងឲ្យសមនឹងតម្លៃអញ្ចឹងណានៅឃើញថោកហត់ដាក់ហូចផឹកងាយអញ្ចឹងធ្វើមិនយកបានលុយណាធ្វើវាបានលុយណាបងគេបានលុយណាចាយជាពិសេសគឺខែប្រាំងហ្នឹងសម្បូរការសម្បូរបនឡើងផ្ទះនិយាយទៅគឺសម្បូរហ្មងកម្មវិធីច្រើនណាស់អញ្ចឹងបើយើងទិញមកវាវល់តែខូចធ្វើមិនអត់លុយទៅចងដៃការគេអត់លុយឡើងផ្ទះអត់លុយថាខុបអំណើតអញ្ចឹងទៅហើយបើយើងអានេះខ្ញុំប្រើដូចជានៅឆ្នាំ2023ឥឡូវ2026ដើមឆ្នាំ2026អញ្ចឹងបើរាប់ឆ្នាំ3ឆ្នាំហើយតែបើរាប់ខែហ្មងវាតាមបានដូចជា30ខែបើ3ឆ្នាំវា36ខែអញ្ចឹងអធៈនេះខ្ញុំប្រើអស់រយៈពេល33ខែនៅ3ខែទៀតបានគ្រប់3ឆ្នាំពេញហ្នឹងហើយមើលទៅបងប្អូនមើលអត់មានឡៃណាដែលសើមឲ្យកត់សម្គាល់ថាអូវាចិត្តលិចព្រេងវាចិត្តអីអត់មានទេប៉ងមុខឃើញបងប្អូនឃើញមិនថាឲ្យអត់ឲ្យមើលណាមើលបងប្អូនហើយបងប្អូនធ្លាប់ឃើញថាពួកខ្ញុំនេះគឺនិយាយទៅបើរបស់មានគុណភាពគឺខ្ញុំអត់ទិញប្រើទេនិយាយថ្លៃយ៉ាងហ្មងអត់ទិញប្រើស្អាយខ្លាចបងប្អូនទិញតាមខ្ញុំទៅវាខុស
ដល់ពេលខុសទៅ3 4ម៉ឺនរលុយណាបានលុយណាសងគេមិនលក់ស្រែអញ្ចឹងខ្ញុំមុននឹងថតបង្ហាញបងប្អូនឲ្យឃើញមិនមែនគេជួលឲ្យខ្ញុំថតទេខ្ញុំថតតែរហូតអត់មានណាគេជួលខ្ញុំទេពីព្រោះខ្ញុំចេះតែថតទៅពីព្រោះខ្ញុំអ្នកកំ pl ែងនិយាយថតឲ្យបងប្អូនមើលទៅកុំឲ្យ page ខ្ញុំវាលាក់រីកចឹងណាអញ្ចឹងបងប្អូនត្រូវតែមើលចំណាយលុយឲ្យត្រូវជាមួយនឹងគោលដៅឲ្យត្រូវអ្វីដែលមានគុណភាពអាហ្នឹងយកមកប្រើរលុយបានហើយបើ3 4ម៉ឺនដុល្លារយកទៅមិនដឹងជាងណាមិនដឹងគ្រឿងបន្លាស់នៅណាចប់ហើយអាហ្នឹងដូចដួលអញ្ចឹងអត់មានអីច្រើនទេសង្ឃឹមថាពុកម៉ែបងប្អូននឹងព្រោះពុកម៉ែបងប្អូនមិនបាច់នេះទេមិនបាច់ខ្ញុំនិយាយថាមិនបាច់ខ្ញុំរៀបរាប់ច្រើនទេបងប្អូនឥឡូវសិតតែចេះដឹងអស់ណានិយាយទៅបងប្អូនឃើញហើយខ្ញុំចេញវីដេអូនេះទៅសង្ឃឹមថាបងប្អូននឹងចំណាយលុយឲ្យត្រូវជាមួយនឹងគោលដៅដែលមានគុណភាពអូខេអរគុណច្រើន